ស៊ូធានមើលទៅឯងរៀនចេះក្បាច់គុណសម្ងាត់របស់ពួកយើងទាំង4នាក់អស់ហើយមិនឲ្យគ្រូទាំង4ខកបំណងឡើយឥឡូវឯងដល់វ័យរៀបការហើយកិច្ចសន្យាជាមួយគ្រូសាលីននៅទីក្រុងបុរាណក៏ដល់ពេលត្រូវបំពេញដែរមិនទៅទេចុះបើមានដំណឹងឪពុកម្ដាយឯងនៅទីក្រុងបុរាណនោះវិញកាលនោះឪពុកម្ដាយខ្ញុំត្រូវបានគេតាមសម្លាប់រួចក៏បែកគ្នាពីពួកគាត់ទើបគ្រូទាំង4រើសខ្ញុំមកចិញ្ចឹមខ្ញុំទៅគ្រូទី3ពិតជាមែនចុះពីលើភ្នំក៏ជាការហាត់រៀនដែរលុយកាក់ជារបស់ក្រៅខ្លួនឯងកុំយកទៅអីសូម្បីតែ1រៀលក៏មិនទុកឲ្យខ្ញុំដែរលីនឈីងយៀកឈ្មោះពីរោះគ្រាន់បើតែមិនដឹងថាមនុស្សមានសម្រស់បែបណាទេប្រញាប់រកលុយទិញបាយហូបសិនបើមិនទាន់រកឪពុកម្ដាយឃើញប្រហែលជាដាច់ពោះស្លាប់មុនបាត់ហើយបងស្រីបងមានជំងឺហើយជំងឺភ្នែកស្ត្រីឲ្យខ្ញុំ2000មកខ្ញុំនឹងជួយព្យាបាលឲ្យមនុស្សឈួតហេតុអីគ្មានអ្នកជួយខ្ញុំសោះអីចឹងឈប់កុំរត់ឯងគិតថាឯងរត់រួចមែនទេបងសម្លាញ់ជួយផងមានមនុស្សអាក្រក់តាមដេញខ្ញុំអូនបើចង់រស់ប្រញាប់ចេញឲ្យឆ្ងាយកុំចង់មកចេះដឹងរឿងអ្នកដទៃខ្ញុំខ្លាចណាស់ជួយក៏បានដែរពួកគេ6នាក់នេះតម្លៃខ្លួន500ទ្រាំបន្តិចទៅប្រហែលជាឈឺបន្តិចហើយវារួចរាល់ចប់ការងារចង់រកលុយបន្ថែមទេជួយខ្ញុំរឿងមួយទៀតមកខ្ញុំនឹងឲ្យ500បន្ថែមខ្ញុំលក់តែសមត្ថភាពមិនលក់ខ្លួនទេខ្ញុំគ្រាន់តែចង់បញ្ចេញកំហឹងខ្លះតែប៉ុណ្ណោះយោពមល្អណាស់តោះទៅឈិនជឿមនុស្សប្រុសព្រាននារីម្នាក់នោះវាបោកប្រាស់មិត្តភ័ក្តិរបស់ខ្ញុំចង់ឲ្យឯងមកបំបែកកម្មវិធីភ្ជាប់ពាក្យនេះធ្វើឲ្យមីស្រីថោកទាបលីនឈីងយៀកនិងឈិនជឿខ្មាស់គេអស់មុខនៅទីក្រុងបុរាណមានគ្រូសាលីនប៉ុន្មានហើយមានលីនឈីងយៀកប៉ុន្មានអ្នកនៅទីក្រុងបុរាណមានគ្រូសាលីនតែមួយគត់ហើយលីនឈីងយៀកគឺជាកូនស្រីច្បងលីនឈីងយៀកល្អណាស់ឈប់សិនចាំខ្ញុំផងឈីនយាវហេតុអីនាងមកទីនេះឯងគិតថាឲ្យគេមករារាំងខ្ញុំគឺចប់ហើយមែនទេឯងធ្វើបាបមិត្តភក្តិខ្ញុំមិនបណ្ដោយឲ្យឯងរស់នៅស្រួលឡើយគឺវានឹងហើយមែនទេដែលត្រូវភ្ជាប់ពាក្យជាមួយលីនឈីងយៀកលោកចៅការភ្ជាប់ពាក្យទៅឯងមានយោបល់អីទេឯងមកលេងសាច់មែនទេល្មមហើយរឿងកាន់តែធំវាមិនល្អសម្រាប់បងទេលីនឈីងយៀកណៃណាអ្នកគ្រូសាលីនណៃណាចេញមកជួបខ្ញុំលោកមករកខ្ញុំមែនទេការភ្ជាប់ពាក្យរបស់នាងជាមួយគេត្រូវលុបចោលហេតុផលប៉ុណ្ណេះមិនទាន់គ្រប់គ្រាន់ទៀតមែនទេការភ្ជាប់ពាក្យរបស់ខ្ញុំនិងឈិនជឿត្រូវចាត់ទុកជាមុខៈខ្ញុំមិនព្រមទេការភ្ជាប់ពាក្យរបស់ខ្ញុំនិងគេគឺលោកតាជាអ្នកសម្រេចខ្ញុំខំប្រឹងអស់ពីសមត្ថភាពទើបគ្រូសាលីនព្រមព្រៀងការភ្ជាប់ពាក្យរវាងខ្ញុំនិងនាងត្រូវលុបចោលនាងមិនស័ក្តិសមនឹងខ្ញុំទេខ្ញុំមិនព្រមទេនេះគឺជាការជូនដំណឹងនាងគ្មានសិទ្ធិជំទាស់ទេពួកយើងទៅការភ្ជាប់ពាក្យរបស់នាងជាមួយវាត្រូវលុបចោលហើយពួកយើងអាចភ្ជាប់ពាក្យជាមួយគ្នាបានហើយខ្ញុំបដិសេធលោកមិនស័ក្តិសមនឹងខ្ញុំទេហេតុអីលោកហែកកិច្ចសន្យាភ្ជាប់ពាក្យចោលខ្ញុំមិនចូលចិត្តមនុស្សស្រីដែលមិនស្មោះត្រង់ទេលីនឈីងយៀកត្រូវបានគេបង្ខំដោយគ្មានជំរឿអីចឹងក៏ហើយទៅចុះសេះល្អមិនស៊ីស្មៅចាស់ទេ
ការពារប្រពន្ធខ្លួនឯងមិនត្រូវការលុយទេ អ្នកណាជាប្រពន្ធលោក មិនមែននាងទេអីដែលហៅខ្ញុំថាប្តីនៅស្ថានីយ៍ភ្លើងអំបញ្ញមិញហ្នឹង នោះគឺដើម្បីសុំឲ្យជួយតើ នាងហៅខ្ញុំថាប្តីនៅមុខអ្នកដទៃខ្ញុំចាត់ទុកជាការពិតហើយទៅញ៉ាំបាយសិនឃ្លានចង់ដាច់ពោះហើយ ខ្ញុំនាំលោកទៅញ៉ាំបាយខ្ញុំអាចឲ្យលោកស្នាក់នៅទីនេះបានតែ2-3ថ្ងៃប៉ុណ្ណោះចាំរឿងជាមួយគ្រួសារចិនស្ងប់ស្ងាត់ទៅលោកត្រូវតែចាក់ចេញ ខ្លាចតែដល់ពេលនោះនាងមិនដាច់ចិត្តឲ្យខ្ញុំទៅវិញទេ មីក្មេងចង្រៃចេះតែបង្កកំហុសចាំម៉ាក់ចុងម្នាក់នេះប្រដៅជំនួសមេម៉ាក់ងាប់របស់នាងបន្តិចមើល ម្នាក់ស្រីនឹងជាអ្នកណា ម៉ាក់ចុងខ្ញុំឈ្មោះចាងជីនលៀន អូចុះប៉ានាងនៅក្មេងម្លេះមើលទៅបងខ្ញុំតែ2-3ឆ្នាំតើ គាត់មិនមែនជាប៉ាខ្ញុំទេគាត់គឺជាកូនធម៌របស់ប៉ាខ្ញុំ ម្យ៉ាងទៀតម៉ាក់ចុងឯងមានផ្ទៃពោះជាមួយកូនធေါ်ប៉ែង ឯងនិយាយឈួតអីបងសម្លាញ់គេចោទប្រកាន់ខ្ញុំ សុំទោសខ្ញុំប្រហែលជាមើលច្រឡំហើយកូនក្នុងពោះនាងមិនមែនជាកូនរបស់វាទេគឺជារបស់អ្នកផ្សេងម្នាក់ទៀតនាងគ្រាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយវាប៉ុណ្ណោះ យកច្រើនឆ្នាំមកនេះដោយសារម៉ាក់នាងខ្ញុំយល់ព្រមតាមនាងគ្រប់យ៉ាងមិននឹកស្មានថាចុងក្រោយនាងដើរតាមអាមនុស្សបែបនេះសូម្បីតែឲ្យវាចោទប្រកាន់ខ្ញុំទៀត ដេញវាចេញទៅ គេគឺជាមិត្តភក្តិខ្ញុំមិនឲ្យគេទៅណាទេហេតុអីលោកធ្វើបែបនេះនាងបន្ទោសខ្ញុំដែលវាប៉ានាងមែនទេគឺលោកវាស្រាលពេកហើយគួរតែវាឲ្យខ្លាំងជាងនេះបន្តិចវាឲ្យគាត់ភ្ញាក់ពីដេកឲ្យគាត់មើលឲ្យច្បាស់ថាមនុស្សនៅក្បែរខ្លួនគាត់គឺជាមនុស្សប្រភេទណា ពិតជាកូនកតញ្ញូមែននេះកូនអត់តញ្ញូអញហ៊ានឲ្យគេវាយើងផងពីថ្ងៃនេះទៅយើងមិនមានកូនស្រីដូចជាអញទៀតទេ ស៊ូធានវាដេញពួកគេចេញឲ្យអស់ទៅ បាទ នាំចាងជីនលៀនទៅធ្វើតេស្ត DNA ទៅខ្ញុំមិនយល់ទេហេតុអីកាលនោះម៉ាក់ខ្ញុំស្រឡាញ់លោក តោះទៅ ទៅណា ទៅមន្ទីរពេទ្យធ្វើតេស្តដណា ទុកគេនៅក្បែរខ្លួនប្រហែលជាជំរឿដ៏ល្អស៊ូធានលោកនឹងការពារខ្ញុំរហូតមែនទេ ប្រកាសហើយខ្ញុំគឺជាប្តីនាងខ្ញុំនឹងការពារនាងរហូត ល្មមហើយ មិនមែននាងថានាំខ្ញុំមកផ្ទះញ៉ាំបាយទេអី តែខ្ញុំមិនចេះធ្វើម្ហូបទេ មិនអីទេខ្ញុំធ្វើឲ្យនាងញ៉ាំ មិនអន់ទេចាប់ពីថ្ងៃនេះទៅរឿងអាហាររបស់ខ្ញុំគឺប្រគល់ឲ្យលោកហើយជាការតបស្នងខ្ញុំនឹងឲ្យលោកស្នាក់នៅទីនេះបន្តទៀតញ៉ាំរួចជូនខ្ញុំទៅកន្លែងមួយបានទេ ទៅធ្វើអី ទៅលួងលោមមិត្តភក្តិល្អរបស់ខ្ញុំនាងទៅតែបែកបាក់ស្នេហាវិធីព្យាបាលការបែកបាក់ស្នេហាដ៏ល្អបំផុតគឺចាប់ផ្ដើមស្នេហាថ្មីលោកសង្ហាខ្លាំង ខ្ញុំ បែប មិន នេះ មែនចេះតែព្រមគ្រប់រឿងទេណា មិត្តភក្តិខ្ញុំស្អាតខ្លាំងណាស់លោកមិនខាតបង់ទេ យោពម ចាំបន្តិចខ្ញុំនាំលោកទៅរៀបចំខ្លួនសិនបដូរសម្លៀកបំពាក់ថ្មីទៅសង្ហាគ្រាន់បើ មិនដែរឃើញខ្ញុំសង្ហាពេកចង់រៀបការជាមួយខ្ញុំមែនទេ កុំចេះតែថាមើលយប់នេះពេលជួបមិត្តភក្តិខ្ញុំធ្វើខ្លួនឲ្យសមរម្យបន្តិច កុំបារម្ភអីខ្ញុំមិនមែនជាមនុស្សចេះតែផ្ដេសផ្ដាស់ទេ តើខ្ញុំពិតជាអន់ខ្លាំងណាស់មែនទេគេហ៊ានបោះបង់ខ្ញុំដើម្បីទៅរកអ្នកផ្សេង មនុស្សប្រុសមានច្រើនណាស់ លោកនិយាយត្រូវហើយអាមនុស្សថោកទាបឈិនជឿឲ្យវាទៅចោះខ្ញុំចង់គេងជាមួយលោក អាអូនស្គាល់ច្បាប់ខ្លះទៅឯងមកដណ្ដើមជួគេហើយបើមិនចង់មកទេឆាប់ចេញទៅនៅមានអ្នកណាទៀតទេ ការឆ្លៀតឱកាសពេលអ្នកដទៃមានគ្រោះថ្នាក់មិនមែនជាទង្វើរបស់សុភាពបុរសឡើយ អាសត្វទិរឆាន ខ្ញុំមិនបានធ្វើស្អីទាំងអស់តោះពួកយើងត្រូវត្រឡប់ទៅវិញហើយលីនឈីងយៀកកំពុងរងចាំពួកយើង លោកស្គាល់លីនឈីងយៀកដែរមែនទេ គឺនាងនឹងហើយដែលឲ្យខ្ញុំមកលួងលោមនាង
គ្រាន់តែលេងសើចសោះខឹងខ្លាំងម្លេះ ចុះបងស្រីហឺវៃនៅឯណា ខ្ញុំលួងលោមនាងពេញមួយយប់លុះពេលភ្ញាក់ឡើងក៏ធាក់ខ្ញុំចុះពីលើឡានរួចក៏បើកឡានរត់បាត់ទៅ កុំមកចេះតែថាប្រញាប់រៀបចំខ្លួនជូនខ្ញុំទៅរៀនភ្លាម បាទ លោកចាំខ្ញុំនៅទីនេះ2ម៉ោងចាំខ្ញុំចេញពីយាននឹងមកកន្លែងលោករួចនាំលោកទៅទិញទូរស័ព្ទដើម្បីកុំឲ្យពិបាកតាក់ទង បាទ បាទសង្ហាខ្លាំងណាស់ ទៅរកញ៉ាំបាយព្រឹកសិន ប្តីសម្លាញ់មានគេធ្វើបាបខ្ញុំ ខ្ញុំមិនស្គាល់នាងទេ ធ្វើចរិតចង់ទាញចិត្តគេមែនទេហឹមសុំទោសភ្លាម ផ្អែកលើអី អំបញ្ញមិញថាមិនស្គាល់ខ្ញុំឥឡូវមកធ្វើចរិតចង់ទាញចិត្តខ្ញុំទៀតប្រញាប់សុំទោសខ្ញុំភ្លាមទោះបីជាសម្រាមដូចជាលោកមិនស័ក្តិសមនឹងខ្ញុំក៏ដោយតែខ្ញុំនឹងផ្ដល់ឱកាសឲ្យលោកតាមស្រឡាញ់ខ្ញុំនាងថាកូនកំឡោះខ្ញុំជាសម្រាមមែនទេចុះនាងវិញជាស្អីទៅលីនឈីងយៀគេអាចជាកូនកំឡោះរបស់នាងដោយរបៀបណានាងថាមនុស្សប្រុសរបស់ខ្ញុំចង់ទាញចិត្តនាងមែនទេនាងស័ក្តិសមដែរអីខ្ញុំទីដឹងថាបងនៅទីនេះខ្ញុំមានរឿងចង់និយាយជាមួយបងជូនខ្ញុំដើរលេងបន្តិចទៅមីលីនឈីងយៀចចង្រៃគ្រាន់តែអាងមានអំណាចគ្រួសារលីនប៉ុណ្ណោះកុំឲ្យធ្លាក់ដល់ដៃឲ្យសោះរឿងកិច្ចសន្យារៀបការខ្ញុំមិនបានដឹងឡើយកាលពីម្សិលមិញទោះបីជាលោកមិនមកក៏ខ្ញុំបដិសេធការរៀបការជាមួយឈិនជឺដែរ ហើយមិនទៀត លោកចង់លុបចោលកិច្ចសន្យារៀបការខ្ញុំមិនសុខចិត្តឡើយខ្ញុំមកទីនេះដើម្បីចង់ប្រាប់លោកថាទោះបីជាលោកគិតថាខ្ញុំមិនស័ក្តិសមក៏លោកត្រូវតែរៀបការជាមួយខ្ញុំដែរ គួរឲ្យចាប់អារម្មណ៍មែន ហេតុអីលោកនៅទីនេះមិនមែនខ្ញុំឲ្យលោកចាំនៅមុខខ្លោងទ្វារសាលាទេអី នឹកខ្ញុំលឿនម្លេះ បងស្រីហឺវៃនិយាយថាគាត់ចង់ជួបលោកមានគេចង់បង្ខំខ្ញុំឲ្យរៀបការជាមួយគេ អ្នកណា គឺជាអ្នកលេងលំដាប់លេខ1ក្នុងទីក្រុងបុរាណវ៉ាន់ប៊ីនអ្នកស្នងមើលទៅគ្រូសាវ៉ាន់ មានខ្ញុំនៅទីនេះគេមិនហ៊ានឡើយ អំណាចគ្រូសាវ៉ាន់ធំខ្លាំងណាស់ថែមទាំងគ្រប់គ្រងពិភពងឹតក្នុងទីក្រុងបុរាណទៀតផងលោក ខ្ញុំនិងគេគឺជាមនុស្សនៅពិភពពីរ ក៏ ខុសគ្នា ត្រូវដែរលោកនិងគេមិនអាចយកមកប្រៀបធៀបគ្នាបានឡើយខ្ញុំមិនគួរនិយាយរឿងនេះប្រាប់លោកសោះ គ្រាន់តែគ្រូសាវ៉ាន់សោះខ្ញុំមិនទុកក្នុងកែវភ្នែកឡើយគេសំបីតែសិតមើលមុខខ្ញុំក៏គ្មានផង លោកគឺជាអ្នកហាត់ក្បាច់គុណសូម្បីតែផ្កានិងស្លឹកឈើក៏អាចប្រើជាអាវុធសម្រាប់មនុស្សបានដែរយ៉ាងហោចណាស់ក៏ជាអ្នកមានក្បាច់គុណកម្រិតខ្ពស់ម្នាក់តើអ្វីទៅគឺជាអ្នកហាត់ក្បាច់គុណកម្រិតខ្ពស់ក្នុងលោកនេះមានពិភពដ៏អស្ចារ្យមួយដែលពោរពេញដោយអ្នកហាត់ក្បាច់គុណអ្នកហាត់ក្បាច់គុណដែលហ្វឹកហាត់បានថាមពលខាងក្នុងឬថាមពលធាតុពិតទើបចាត់ទុកថាជាអ្នកហាត់ក្បាច់គុណកម្រិតខ្ពស់អ្នកដែលអាចក្លាយជាមនុស្សក្នុងពិភពអស្ចារ្យនោះបានកម្លាំងរបស់ពួកគេគឺមនុស្សធម្មតាមិនអាចទប់ទល់បានឡើយយប់នេះវ៉ាន់ប៊ីននឹងសុំខ្ញុំរៀបការនៅចំពោះមុខមនុស្សជាច្រើនលោកជួយជូនខ្ញុំទៅផងដើម្បីជួយគំរាមគេ បាទ វ៉ាន់ប៊ីនចង់សុំហឺវៃរៀបការតែហឺវៃគឺជាសង្សារចាស់របស់ខ្ញុំធ្វើបែបនេះមិនមែនកំពុងបំបាក់មុខខ្ញុំទេអីឈិនជឿឬថាការរៀបការរបស់ឯងត្រូវបរាជ័យហើយមែនទេមិនមែនជារឿងរបស់ឯងទេមនុស្សស្រីក្នុងលោកមានច្រើនណាស់អ្នកប្រុសឈិនមិនបាច់ខឹងឡើយចាំមើលពេលខ្ញុំយកហឺវៃបានហើយខ្ញុំនឹងជួយបញ្ចេញកំហឹងជំនួសឯងដោយទៅយកលីនឈីងយៀមកម្នាក់ទៀតឯងមានន័យថាម៉េចហេប្រកាសណាស់គឺមនុស្សស្រីទាំងពីរនាក់នេះខ្ញុំយកទាំងអស់បើឯងហ៊ានប៉ះពាល់លីនឈីងយៀកុំបន្ទោសថាខ្ញុំមិនយកយល់ឲ្យសោះកុំស្មានថាខ្ញុំមិនដឹងថាឯងកំពុងគិតអីលីនឈីងយៀកខ្ញុំត្រូវតែយកឲ្យបាន វាជាអ្នកណា មនុស្សប្រុសរបស់ខ្ញុំស៊ូធាន